បាទលោកនាងជាទីមេត្រីឥឡូវនេះយើងងាកមកចាប់អារម្មណ៍តាក់ទងទៅនឹងក្រមប្រជាពលរដ្ឋដែលប្រកបរបររាវលៀសនៅតំបន់បឹងទន្លេសាបឯនោះវិញបាទអ្នកប្រកបរបររាវលៀសនៅក្នុងតំបន់ឆ្នុកទ្រូនៃខេត្តកំពង់ឆ្នាំងបានត្អូញត្អែថាពួកគាត់កំពុងតែបាត់បង់ប្រាក់ចំណូលក្រោយពីអាជ្ញាធរបានបង្ក្រាបទ្រង់ទ្រាយធំទៅលើអ្នកធ្វើអាជីវកម្មរាវលៀសជាលក្ខណៈគ្រួសារនោះបាទសូមលោកនាងទស្សនាវីដេអូខ្លីមួយរបស់លោកនៅវណ្ណរិនអំពីរឿងនេះដូចតទៅតំបន់ឆ្នុកទ្រូខេត្តកំពង់ឆ្នាំងជាតំបន់ដ៏សំខាន់មួយសម្រាប់ប្រកបរបររាវលៀសរបស់ប្រជាពលរដ្ឋខ្មែរក៏ប៉ុន្តែបច្ចុប្បន្ននេះពលរដ្ឋដែលរស់នៅអាស្រ័យលើបឹងទន្លេសាបត្អូញត្អែពីការលំបាកក្នុងការប្រកបមុខរបរជាពិសេសពលរដ្ឋក្រីក្រដែលប្រកបរបររាវលៀសខ្ចៅខ្ចងដើម្បីចិញ្ចឹមជីវិតដូចអ្នកស្រីញឹមឡាងលំបាកតែធ្វើម៉េចបើយើងអត់មានមុខរបរអីផ្សឹងផងបងមុខរបរហ្នឹងយើងត្រូវការថារលុយវិលល្ងាចត្រូវការយើងផ្គត់ផ្គង់គ្រួសារអញ្ចឹងត្រូវការលុយវិលល្ងាចអញ្ចឹងយើងលក់អញ្ចឹងល្ងាចឡើងបានលុយយើងយកទៅផ្គត់ផ្គង់គ្រួសារស្ត្រីមានកូន2នាក់ក្នុងបន្ទុកគ្រួសារបញ្ជាក់ថាលោកស្រីនិងបងប្អូន3នាក់ផ្សេងទៀតចេញទូកមករាវលៀសចាប់តាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃបាក់រសៀលដោយទទួលបានកម្រៃប្រមាណពី1ទៅ20000រៀលតែប៉ុណ្ណោះស្រដៀងគ្នានេះដែរលោកស្រីគង់មុំតែប្រកបមុខរបររាវលៀសដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារមួយថ្ងៃសម្រាប់មួយថ្ងៃក៏បានបញ្ជាក់ផងដែរថាបាក់ត្រូវថ្ងៃត្រូវក្តៅអញ្ចឹងហើយណាមួយរត់ទៅបានទេបានលុយគេតម្លើងថ្លៃឲ្យទៅគាត់សប្បាយចិត្តដល់ពេលទៅអញ្ចឹងទៅមួយមីអត់ល្អអញ្ចឹងគេតម្លាក់តម្លៃយើងទៅអត់ចង់រੂបានតិចតិចហើយវាអត់បានថ្លៃបើមានកំភ្លើងមានអាវុធគ្រប់ដៃទាំងអស់ទាហានហើយប្រជាពលរដ្ឋមានតែច្បារសម្រាប់អ៊ំទូកទេបងប្អូនកាលពីខែកុម្ភៈកន្លងទៅអាជ្ញាធរខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការបង្ក្រាបលើអាជីវកម្មរកលៀសក្នុងតំបន់ឆ្នុកទ្រូដោយចោទថារបរនេះធ្វើឲ្យប៉ះពាល់ដល់ផលនេសាទសូមស្វែងគុំសម្ដេចហ៊ុនម៉ាណែតសម្ដេចហ៊ុនសែនថាសូមស្វែងគុំជួយចុះផងការបង្ក្រាបដ៏ចាស់ដៃរបស់អាជ្ញាធរនេះធ្វើឲ្យប៉ះពាល់ដល់មុខរបររបស់គ្រួសារអ្នកក្រីក្រដែលរកព្រឹកខ្វះល្ងាចដូចអ្នកស្រីញឹមឡាងស្នើឲ្យសំស្នើឲ្យទៅបានឲ្យពួកយើងបានរកកុំឲ្យចាប់ឲ្យតែឡើងលិះឡើងខ្លាំងតិចឲ្យបងប្អូនយើងបានហូបផងវិទ្យុអាស៊ីសេរីមិនអាចតាក់ទងណែនាំពាក្យសាលាខេត្តកំពង់ឆ្នាំងលោកស្រូនសំរិទ្ធីដើម្បីសាកសួរជុំវិញរឿងនេះបាននៅឡើយនោះទេលៀសគឺជាសត្វទឹកសាបដែលរស់នៅក្នុងល្បាប់ភក់នៃស្ទឹងនិងទន្លេពលរដ្ឋខ្មែរយកលៀសធ្វើជាចំណីប្រចាំថ្ងៃបានជាច្រើនប្រភេទជាពិសេសលៀសហាលថ្ងៃដ៏កំពុងពេញនិយមខ្ញុំបាទនៅវណ្ណរិនវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington